នាងខ្ញុំបានដើរបុកបរោះម្នាក់នៅតាមផ្លូវហើយស្អែកឡើងនាងខ្ញុំស្រាប់តែមានផ្ទៃពោះរឿងរ៉ាវគឺបែបនេះសួស្ដីបងរាត្រីរន្ធត់នាងខ្ញុំមានរឿងចង់ចែករំលែកឲ្យពិភពលោកបានដឹងខ្ញុំបានដើរទៅតាមផ្លូវដែលមានមនុស្សអ៊ូអរនៅរសៀលថ្ងៃមួយដែលមានមេឃកំពុងតែខ្មៅងងឹតពពកខ្មៅបានបក់បោកបាំងពន្លឺព្រះអាទិត្យស្ទើរតែទាំងស្រុងបង្កើតជាស្រមោលដោយវែងអន្លាយនៅលើដីខ្យល់បានបោកបក់មកប៉ះស្បែកខ្ញុំបង្កឲ្យព្រឺសម្បុរខុសពីធម្មតាអារម្មណ៍មិនល្អបានរត់ពេញរាងកាយខ្ញុំធ្វើឲ្យបេះដូងខ្ញុំលោតញាប់ខុសចង្វាក់ខ្ញុំបានប្រញាប់បោះជំហានទៅមុខដោយចង់ទៅដល់គោលដៅរបស់ខ្ញុំឲ្យបានឆាប់បំផុតពេលខ្ញុំដើរទៅកាត់មុខហាងកាហ្វេមួយកន្លែងខ្ញុំបានបុកទង្គិចយ៉ាងខ្លាំងជាមួយនឹងបរិសម្នាក់ដែលដើរចេញមកភ្លាមៗកែវកាហ្វេនៅក្នុងដៃរបស់គាត់បានធ្លាក់បែកខ្ទេចខ្ទីនៅលើដីបង្កើតជាសំឡេងឮសូរពេញបរិវេណនោះខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោបន្តិចបន្តួចដោយសារតែភាពអ៊ូអររបស់មនុស្សជុំវិញគាត់បានសម្លឹងមុខខ្ញុំដោយទឹកមុខមិនសប្បាយចិត្តមួយផ្លែតរួចក៏អោនរើសបំណែកកែវដែលបែកខ្ញុំបានប្រញាប់សុំទោសគាត់ទាំងភ័យហើយបានដើរចេញពីកន្លែងនោះភ្លាមខ្ញុំមិនបានចាប់អារម្មណ៍នឹងទឹកមុខរបស់គាត់ទៀតទេព្រោះខ្ញុំចង់បាត់មុខពីកន្លែងដែលកាត់ហេតុឲ្យបានលឿនលុះព្រឹកឡើងពេលខ្ញុំភ្ញាក់ពីដំណេកអារម្មណ៍ចម្លែកមួយបានកើតឡើងនៅក្នុងខ្លួនខ្ញុំមានអារម្មណ៍ថាវិលមុខបន្តិចបន្តួចហើយចង់ក្អួតចង្អោរខ្ញុំបានទៅបន្ទប់ទឹកហើយក៏បានក្អួតអ្វីៗទាំងអស់ដែលខ្ញុំបានញ៉ាំកាលពីយប់មិញចេញមកខ្ញុំបានថាប្រហែលជាខ្ញុំមិនស្រួលខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះប៉ុន្តែអាការៈទាំងនេះបានបង្កឡើងអស់ជាច្រើនថ្ងៃខ្ញុំចាប់ផ្ដើមមានការសង្ស័យមិនល្អអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងខ្លួនខ្ញុំបានសម្រេចចិត្តទៅទិញឧបករណ៍សម្រាប់ពិនិត្យការមានផ្ទៃពោះមកធ្វើតេស្តដោយខ្លួនឯងពេលលទ្ធផលចេញមកខ្ញុំបានស្រឡាំងកាំងជាខ្លាំងបន្ទាត់ពីបានលេចឡើងយ៉ាងច្បាស់នៅពីលើបន្ទះតេស្តខ្ញុំមានផ្ទៃពោះដំណឹងនេះបានធ្វើឲ្យពិភពលោករបស់ខ្ញុំរលំរលាយភ្លាមខ្ញុំមិនដែលនឹកស្មានថារឿងបែបនេះអាចកើតឡើងចំពោះខ្ញុំសោះខ្ញុំបានអង្គុយនៅលើកម្រាលបន្ទប់ទឹកដោយទឹកភ្នែកបានហូរចុះស្រក់មកដោយមិនដឹងខ្លួនពេលម្ដាយរបស់ខ្ញុំបានដឹងពីរឿងនេះគាត់មានការភ្ញាក់ផ្អើលនិងខកចិត្តយ៉ាងខ្លាំងទឹកមុខរបស់គាត់បានប្រែប្រួលពីភាពរីករាយទៅជាភាពអស់សង្ឃឹមគាត់បានសួរខ្ញុំអំពីឪពុករបស់កូនហើយខ្ញុំបានប្រាប់គាត់អំពីបរិះដែលខ្ញុំបានបុកនៅមុខហាងកាហ្វេនោះម្ដាយរបស់ខ្ញុំបានសម្រេចចិត្តទៅរកបរិះនោះដើម្បីនិយាយគ្នាអំពីបញ្ហានេះខ្ញុំមិនបានទៅជាមួយគាត់ទេព្រោះខ្ញុំខ្មាស់អៀនពេកហើយក៏ខ្លាចនឹងជួបមុខបរិះនោះម្ដងទៀតខ្ញុំបានអង្គុយចាំនៅផ្ទះគាត់ចាំគាត់ដោយអារម្មណ៍បារម្ភជាខ្លាំងមួយសន្ទុះក្រោយមកម្ដាយរបស់ខ្ញុំបានត្រឡប់មកវិញដោយទឹកមុខក្រៀមក្រំជាទីបំផុតគាត់បានប្រាប់ខ្ញុំថាបរិះនោះបានបដិសេធមិនទទួលស្គាល់ថាជាឪពុករបស់កូនដែលនៅក្នុងពោះខ្ញុំឡើយគាត់បាននិយាយថាការគ្រាន់តែដើរបុកគ្នានៅមុខហាងកាហ្វេมันអាចធ្វើឲ្យខ្ញុំមានផ្ទៃពោះបានទេហើយគាត់មិនទទួលខុសត្រូវអ្វីឡើយខ្ញុំនិងម្ដាយរបស់ខ្ញុំបានត្រឹមតែអង្គុយយំអោបគ្នានៅក្នុងផ្ទះអារម្មណ៍ឈឺចាប់បានរត់ពេញបេះដូងខ្ញុំមានអារម្មណ៍ថាដូចជាពិភពលោកទាំងមូលកំពុងតែបោះបង់ខ្ញុំចោលខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកទារកម្នាក់នេះដោយគ្មានឪពុកទោះបីជាមានការលំបាកយ៉ាងណាក៏ដោយខ្ញុំបានបដិញ្ញាថានឹងចិញ្ចឹមកូននេះឲ្យបានល្អជាទីបំផុតខ្ញុំបានចាប់ផ្ដើមមើលថែសុខភាពរបស់ខ្លួនឯងឲ្យបានដិតដល់ដើម្បីឲ្យកូនរបស់ខ្ញុំមានសុខភាពល្អខ្ញុំបានអានសៀវភៅអំពីការមានផ្ទៃពោះនិងការចិញ្ចឹមកូនហើយក៏បានរៀបចំបន្ទប់សម្រាប់ទារកតូចរបស់ខ្ញុំដោយក្តីស្រឡាញ់ខ្ញុំបានគិតអំពីឈ្មោះសម្រាប់កូនរបស់ខ្ញុំទោះបីជាមានការឈឺចាប់យ៉ាងណាក៏ដោយក៏ខ្ញុំមានក្តីសង្ឃឹមសម្រាប់អនាគតរបស់ខ្ញុំនិងកូនផងដែរពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័សរហូតដល់ខ្ញុំគ្រប់ខែឆ្លងទន្លេពោះរបស់ខ្ញុំបានរីកធំទៅរហូតដល់ខ្ញុំដើរស្ទើរតែមិនរួចនៅថ្ងៃមួយដែលមានមេឃសភាពអាប់អួរយ៉ាងខ្លាំងហាក់ដូចជាចង់ភ្លៀងធ្លាក់ខ្ញុំបានចេញទៅសារកៅអៅដែលហាលនៅខាងក្រៅខ្ញុំបានប្រញាប់ដៃប្រញាប់ជើងព្រោះខ្លាចភ្លៀងធ្លាក់មកជក់កៅអៅដែលហាលខ្ញុំមិនបានប្រយ័ត្នខ្លួនបន្តិចសោះនៅពេលនោះស្រាប់តែមានផ្គរលាន់បាញ់លាន់ឮសូរឡើងយ៉ាងខ្លាំងធ្វើឲ្យខ្ញុំភ្ញាក់ព្រឺតដោយសារតែមានភាពភ្ញាក់ផ្អើលភ្លាមខ្ញុំបានរអិលជើងដួលទៅលើដីយ៉ាងខ្លាំងខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅត្រង់ពោះខ្ញុំបានស្រែកដោយការឈឺចាប់ទាំងភ័យស្លន់ស្លោទឹករំអិលបានហូរចេញមកពីរវាងជើងរបស់ខ្ញុំបានដឹងថាខ្ញុំកំពុងតែរលូតកូនទារកតូចរបស់ខ្ញុំបានធ្លាក់ចេញមកទាំងមិនទាន់គ្រប់ខែរាងកាយតូចច្រឡឹងរបស់គេបាននៅស្ងៀមមិនកម្រើកខ្ញុំបានលើកគេមកអោបទាំងទឹកភ្នែកស្រក់ដូចជាមេឃរលំបេះដូងរបស់ខ្ញុំបានបែកបាក់ជារាប់ពាន់ចំណែកការបាត់បង់កូនតូចរបស់ខ្ញុំធ្វើឲ្យខ្ញុំធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅខ្ញុំមិនអាចទទួលយកការពិតនេះបានទេខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំគ្មានអ្វីទៀតឡើយក្នុងពេលដែលខ្ញុំកំពុងតែស្ថិតនៅក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងគំនិតដ៏ចម្លែកមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំបាននឹកឃើញអំពីរឿងព្រេងបុរាណដែលចាស់តែងតែនិទានអំពីការធ្វើកូនក្រក់គេថាកូនក្រក់អាចជួយការពារម្ចាស់របស់គេបាន
ហើយថែមទាំងអាចទៅតាមផ្ដន់ទាទោសមនុស្សដែលម្ចាស់ស្អប់ទៀតផងខ្ញុំបានសម្រេចចិត្តថានឹងធ្វើកូនក្រអំពីកូនរបស់ខ្ញុំដែលស្លាប់នេះខ្ញុំបានយករាងកាយតូចរបស់គេមកប្រឡាក់អំបិលឲ្យជោគជាំហើយបានយកទៅហាលថ្ងៃត្រង់ដែលក្តៅហែងខ្ញុំបានធ្វើពិធីបញ្ចូលនេះឲ្យកូនក្រតាមក្បួនចាប់បុរាណខ្ញុំបាននិយាយពាក្យពេចន៍ដែលខ្ញុំបានឮគេប្រាប់តគ្នាខ្ញុំមានសង្ឃឹមថាកូនក្រនេះនឹងក្លាយជាអ្នកការពាររបស់ខ្ញុំហើយនឹងទៅសងសឹកជំនួសខ្ញុំចំពោះមនុស្សដែលបានធ្វើឲ្យខ្ញុំឈឺចាប់ថ្ងៃបន្ទាប់ខ្ញុំបានចេញទៅផ្សារដោយអារម្មណ៍ទទេស្អាតខ្ញុំដើរដោយគ្មានគោលដៅច្បាស់លាស់គ្រាន់តែចង់ឲ្យពេលវេលាកន្លងផុតទៅពេលដែលខ្ញុំកំពុងតែដើរខ្ញុំបានជួបស្ត្រីម្នាក់ដែលដើរវិញច្រាសមកខ្ញុំបានសម្លឹងមុខគាត់ប៉ុន្តែគាត់មិនបានញញឹមដាក់ខ្ញុំឡើយទឹកមុខរបស់គាត់មានសភាពរាបស្មើធម្មតាហាក់បីដូចជាខ្ញុំជាមនុស្សចម្លែកម្នាក់ដែលគាត់មិនដែលស្គាល់ទង្វើរបស់គាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងខ្ញុំគិតថាហើយអ្វីបានជាគាត់មិនញញឹមដាក់ខ្ញុំតើខ្ញុំបានធ្វើអ្វីខុសអារម្មណ៍មិនពេញចិត្តបានកើតឡើងក្នុងចិត្តខ្ញុំភ្លាមខ្ញុំបានត្រឡប់មកផ្ទះវិញហើយបាននិយាយទៅកាន់កូនក្ររបស់ខ្ញុំបានបញ្ជាឲ្យវាទៅកាច់កស្ត្រីម្នាក់នោះដែលមិនបានញញឹមដាក់ខ្ញុំបានប្រាប់វាអំពីទឹកមុខរបស់ស្ត្រីនោះដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អខ្ញុំសង្ឃឹមថាកូនក្ររបស់ខ្ញុំនឹងស្ដាប់បង្គាប់ខ្ញុំ3ថ្ងៃក្រោយមកខ្ញុំបានឮដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលស្ត្រីដែលខ្ញុំបានជួបនៅផ្សារនោះត្រូវបានរថយន្តបុកស្លាប់យ៉ាងទាន់ហន់ព័ត៌មាននេះបានផ្សព្វផ្សាយពាសពេញភូមិអ្នកភូមិបាននិយាយតគ្នាអំពីឧបទ្ទវហេតុដ៏អាក្រក់នេះពេលដែលខ្ញុំបានឮដំណឹងនេះខ្ញុំមានអារម្មណ៍ព្រឺសម្បុរខ្ញុំបាននឹកឃើញដល់ការបញ្ជារបស់ខ្ញុំទៅកាន់កូនក្រកាលពីប្រហែលថ្ងៃមុនខ្ញុំបានជឿជាក់យ៉ាងមុតមាំថាកូនក្ររបស់ខ្ញុំពិតជាបានទៅតាមការបញ្ជារបស់ខ្ញុំមែនវាបានទៅផ្ដន់ទាទោសស្ត្រីម្នាក់នោះដែលបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តខ្ញុំមានអារម្មណ៍ថាមានអំណាចយ៉ាងខ្លាំងខ្ញុំគិតថាកូនក្រនេះពិតជាមានឥទ្ធិពលមែនខ្ញុំបានថែរក្សាវាយ៉ាងយកចិត្តទុកដាក់ជាទីបំផុតហើយក៏បានដាក់វានៅក្នុងកន្ត្រកតូចមួយដែលខ្ញុំបានរៀបចំយ៉ាងស្អាតខ្ញុំបាននិយាយទៅកាន់វារៀងរាល់ថ្ងៃដូចជានិយាយទៅកាន់កូនពិតៗរបស់ខ្ញុំតែអ្វីដែលភ្ញាក់ផ្អើលនឹងហួសចិត្តបំផុតនោះគឺនៅថ្ងៃមួយម្ដាយរបស់ខ្ញុំបានមករកខ្ញុំដោយទឹកមុខដ៏ធ្ងន់ធ្ងរគាត់បានអង្គុយក្បែរខ្ញុំហើយបានចាប់ដៃរបស់ខ្ញុំយ៉ាងណែនគាត់បានសម្លឹងមុខខ្ញុំដោយក្តីបារម្ភហើយបាននិយាយពាក្យដែលធ្វើឲ្យពិភពលោករបស់ខ្ញុំរលំរលាយជាលើកទី2គាត់បាននិយាយថាគ្រប់យ៉ាងដែលបានកើតឡើងគឺវាមិនពិតនោះទេវាគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំតែប៉ុណ្ណោះគាត់បាននិយាយថាខ្ញុំមិនបានមានផ្ទៃពោះទេខ្ញុំមិនបានរលូតកូនអីទេហើយខ្ញុំក៏គ្មានកូនក្រអីដែរសម្ដីរបស់គាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ខឹងសម្បារនិងភ័យខ្លាចក្នុងពេលតែមួយខ្ញុំមិនជឿនៅអ្វីដែលគាត់បាននិយាយឡើយតើធ្វើមិនដេចទៅបានជាវាគ្រាន់តែជាការសម័យសម័យនោះខ្ញុំបានជួបប្រទះរឿងនេះដោយខ្លួនឯងខ្ញុំមានអារម្មណ៍ថាឈឺចាប់ដោយសារតែការបាត់បង់កូនរបស់ខ្ញុំបានបញ្ញាប់ក្រោកឡើងហើយរត់ទៅក្នុងបន្ទប់គេងរបស់ខ្ញុំភ្លាមខ្ញុំចង់យកកូនក្ររបស់ខ្ញុំមកបង្ហាញម្ដាយរបស់ខ្ញុំឲ្យឃើញដើម្បីបញ្ជាក់ថាខ្ញុំមិនបានកុហកទេហើយខ្ញុំក៏បានទៅរកកន្ត្រកតូចដែលខ្ញុំបានដាក់កូនក្ររបស់ខ្ញុំបានលើកកន្ត្រកនោះឡើងហើយបានមើលទៅក្នុងនោះភ្នែករបស់ខ្ញុំបានបើកធំដោយសារតែការភ្ញាក់ផ្អើលអ្វីដែលខ្ញុំបានឃើញនៅក្នុងកន្ត្រកនោះមិនមែនជាកូនក្ររបស់ខ្ញុំឡើយវាគឺជាដំណាប់ចេកស្វិតមួយតែប៉ុណ្ណោះដំណាប់ចេកដែលមានសភាពស្ងួតហើយរឹងខ្ញុំបានចាប់ចេកដំណាប់នោះឡើងហើយបានសម្លឹងវាដោយមិនជឿតើវាអាចទៅរួចបានដូចម្ដេចកូនក្ររបស់ខ្ញុំបានបាត់ទៅណាតើវាពិតជាគ្រាន់តែជាការស្រមើសម័យរបស់ខ្ញុំមែនទេអារម្មណ៍ភ័យខ្លាចបានគ្របដណ្ដប់លើរូបខ្ញុំទាំងស្រុងខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែឆ្កួតអ្វីៗគ្រប់យ៉ាងដែលបានជឿត្រូវបានបំផ្លាញចោលទាំងស្រុងខ្ញុំបានត្រឡប់ទៅរកម្ដាយរបស់ខ្ញុំវិញដោយទឹកមុខភ័យស្លន់ស្លោខ្ញុំបានព្យាយាមនិយាយទៅកាន់គាត់ប៉ុន្តែពាក្យពេចន៍មិនអាចធ្វើឲ្យចេញមកពីមាត់របស់ខ្ញុំបានឡើយខ្ញុំបានបង្ហាញដំណាប់ចេកនោះទៅគាត់ម្ដាយរបស់ខ្ញុំបានសម្លឹងមុខខ្ញុំដោយក្តីអាណិតគាត់បាននិយាយថាខ្ញុំប្រហែលជាមានបញ្ហាផ្លូវចិត្តហើយគាត់នឹងនាំខ្ញុំទៅមន្ទីរពេទ្យខ្ញុំមិនបានតបតអ្វីឡើយហើយគ្រាន់តែអង្គុយនៅស្ងៀមដោយមានគំនិតរាប់មិនអស់រត់ពេញក្បាលរបស់ខ្ញុំបានស្បត់ក្នុងចិត្តថារឿងរ៉ាវទាំងអស់នេះពិតជាបានកើតឡើងពិតមែនទោះបីជាគ្មាននរណាជឿខ្ញុំក៏ដោយខ្ញុំពិតជាបានជួបបរិសុទ្ធនោះខ្ញុំបានមានផ្ទៃពោះខ្ញុំបានរលូតកូនហើយខ្ញុំបានធ្វើកូនក្រក់ពិតមែនខ្ញុំបានបញ្ជាឲ្យវាទៅសងសឹកហើយស្ត្រីម្នាក់នោះក៏បានស្លាប់ពិតមែនតើវាអាចគ្រាន់តែជាការចៃដន្យបានយ៉ាងដូចម្ដេចតើវាជាការស្រមើស្រមៃសុទ្ធសាធបានយ៉ាងដូចម្ដេចរូបភាពនៃកូនក្រក់ដែលប្រឡាក់អំបិលហាលថ្ងៃនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំសំឡេងផ្គរលាន់ដែលធ្វើឲ្យខ្ញុំរលូតកូននៅតែរងំក្នុងត្រចៀករបស់ខ្ញុំទឹកមុខរបស់បរិសុទ្ធដែលបដិសេធមិនទទួលខុសត្រូវនៅតែលេចឡើងក្នុងការនឹកឃើញរបស់ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែរស់ក្នុងសុបិនអាក្រក់មួយដែលគ្មានទីបញ្ចប់ខ្ញុំមិនអាចបែងចែករវាងការពិតនិងការសម័យបានទៀតឡើយរាល់ថ្ងៃរបស់ខ្ញុំគឺពោរពេញទៅដោយភាពភ័យខ្លាច
និងភាពមិនច្បាស់លាស់ខ្ញុំមិនដឹងថាតើខ្ញុំគួរជឿអ្នកណាទៀតនោះទេសូម្បីតែខ្ញុំខ្លួនឯងក៏ដោយខ្ញុំមិនដឹងថាខ្ញុំបាត់បង់ទំនុកចិត្តលើការយល់ឃើញរបស់ខ្លួនឯងខ្ញុំបានខ្លាចទៅជាមនុស្សដែលរស់នៅក្នុងភាពឯកោនិងភ័យខ្លាចហើយតែងតែងាកឆ្វេងស្ដាំព្រោះខ្លាចមានអ្វីមួយដែលមើលមិនឃើញកំពុងតែតាមដានខ្ញុំមិនអាចគេងលក់ស្រួលបានឡើយនៅពេលយប់នោះរាល់ពេលដែលខ្ញុំបិទភ្នែករូបភាពដ៏គួរឲ្យខ្លាចបានលេចឡើងនៅក្នុងចិត្តរបស់ខ្ញុំ